សូមអនុញ្ញាតគោរពជំរាបសួរបងប្អូនជនរួមជាតិជាទីរាប់អានទាំងអស់គ្នាជួបជាមួយខ្ញុំបាទម្ដងទៀតថ្ងៃនេះខ្ញុំសូមចែករំលែកទៅកាន់បងប្អូនអំពីឈ្មោះដើមនៃប្រាសាទបុរាណរបស់ខ្មែរយើងមួយចំនួនដែលហៅថាឈ្មោះប្រាសាទជាច្រើនដែលយើងធ្លាប់ស្គាល់និងយើងធ្លាប់ហៅរហូតមកដល់សព្វថ្ងៃមិនមែនជាឈ្មោះដើមនោះទេបងនេះថានៅពេលដែលបុព្វបុរសខ្មែរយើងលោកសាងសង់ប្រាសាទបុរាណគឺមានឈ្មោះផ្សេងភាគច្រើនពាក់ព័ន្ធជាមួយនឹងព្រះនាមរបស់ព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនានិងនៅក្នុងភាសាសំស្ក្រឹតថ្ងៃនេះខ្ញុំសូមលើកយកមកតែចំនួន5ប្រាសាទសិនទេព្រោះខ្ញុំចង់ឲ្យវីដេអូនេះវែងពេកតែមុននឹងដល់សាច់រឿងរបស់យើងខ្ញុំបាទសូមឆ្លៀតពេលផ្សាយពាណិជ្ជកម្មឲ្យខ្លួនឯងបន្តិចដោយហេតុថាចាប់ពីសប្តាហ៍ក្រោយទៅគឺដើមខែមិថុនាខែ6ក្នុងពេលឆាប់ៗនេះតែម្ដងខ្ញុំបាទនឹងបញ្ចេញលក់អាវយឺតដែលរចនាឡើងដោយខ្ញុំបាទផ្ទាល់និងចេញពីគំនិតខ្ញុំបាទផ្ទាល់ការរចនានៅលើអាវគឺពាក់ព័ន្ធជាមួយប្រាសាទខ្មែរនិងមានឈ្មោះដើមនៃប្រាសាទខ្មែរយើងអាវយឺតនោះដែលមានទាំងប្រាសាទនិងនៅពីក្រោមប្រាសាទគឺមានឈ្មោះដើមនៃប្រាសាទបុរាណខ្មែរយើងជាមួយនឹងអក្សរសំស្ក្រឹតអក្សរខ្មែរសម័យអង្គរនិងភាសាខ្មែរបច្ចុប្បន្នផងដែរនិងដៃអាវគឺមានឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាយើងដែរមានទាំងភាសាខ្មែរបុរាណនិងភាសាខ្មែរបច្ចុប្បន្នពាក់ព័ន្ធជាមួយនឹងតម្លៃនិងអត្ថន័យនៅលើរូបភាពនិងអក្សរយ៉ាងណាខ្ញុំនឹងលម្អិតជូនបងប្អូននៅវីដេអូក្រោយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការបញ្ជាទិញទុកមុន pre-order សូមបងប្អូនទម្លាក់នៅក្នុង comment ឥឡូវយើងត្រឡប់មកកាន់សាច់រឿងរបស់យើងវិញប្រាសាទទី1គឺជាប្រាសាទដែលនៅនឹងទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាយើងតែម្ដងជាប្រាសាទនៃដួងព្រលឹងរបស់ជនជាតិខ្មែរគ្រប់រូបគឺប្រាសាទអង្គរវត្តប្រាសាទអង្គរវត្តមានឈ្មោះដើមក្នុងភាសាសំស្ក្រឹតថាបរមវិស្ណុលោកចំណែកនៅក្នុងភាសាខ្មែរសម័យអង្គរហៅថាបរមវិស្ណុលោកភាសាខ្មែរបច្ចុប្បន្នក៏យើងហៅបរមវិស្ណុលោកនេះដូចគ្នាដែលយើងធ្លាប់តែស្គាល់ថាប្រាសាទអង្គរវត្តនោះឯងទី2គឺប្រាសាទបាយ័នប្រាសាទបាយ័នគឺជាចំណុចផ្ចិតឬក៏ចំណុចកណ្ដាលនៃអង្គរធំដែលត្រូវបានសាងសង់ក្នុងរជ្ជកាលរបស់ព្រះបាទស្រីជ័យវរ្មទេវៈឬយើងស្គាល់ថាព្រះបាទជ័យវរ្ម័នទី7នៅក្នុងសតវត្សទី12ដែលឈ្មោះដើមនៃប្រាសាទបាយ័នក្នុងភាសាសំស្ក្រឹតហៅថាវិជ្ជយន្តៈភាសាបាលីហៅថាវិជ្ជយន្តៈភាសាខ្មែរសម័យអង្គរហៅថាវិជ្ជយន្តៈក៏ប៉ុន្តែប្រាសាទបាយ័ននេះគឺមានឈ្មោះមួយទៀតហៅថាជ័យគិរីដែលភាសាខ្មែរយើងបច្ចុប្បន្នយើងថាជ័យគិរីជ័យគិរីគឺសំដៅទៅលើបរិវេណទាំងអស់នៃប្រាសាទបាយ័នប៉ុន្តែវិជ្ជយន្តៈឬវិជ្ជយន្តៈគឺសំដៅតែលើតួប្រាសាទបាយ័នប៉ុណ្ណោះប្រាសាទទី3គឺប្រាសាទនាគពន្ធប្រាសាទនាគពន្ធមានឈ្មោះដើមក្នុងភាសាសំស្ក្រឹតថារាជស្រីចំណែកក្នុងភាសាខ្មែរសម័យអង្គរហៅថារាជស្រីភាសាខ្មែរក្នុងពេលបច្ចុប្បន្នយើងហៅថារាជស្រីប្រាសាទទី4គឺប្រាសាទព្រះខ័នមានឈ្មោះដើមក្នុងភាសាសំស្ក្រឹតថាចាយស្រីរីឯភាសាខ្មែរក្នុងសម័យអង្គរហៅថាជយស្រីភាសាខ្មែរក្នុងពេលបច្ចុប្បន្នយើងហៅថាជ័យស្រីចុងក្រោយទី5គឺប្រាសាទតាព្រហ្មមានឈ្មោះដើមក្នុងភាសាសំស្ក្រឹតថារាជវិហារបើក្នុងភាសាខ្មែរសម័យអង្គរហៅថារាជវិហារបើក្នុងភាសាខ្មែរបច្ចុប្បន្នយើងហៅថារាជវិហារដូច្នេះសង្ឃឹមថាវីដេអូនេះជាការចែករំលែកចំណេះដឹងមួយផ្នែកទៅកាន់បងប្អូនអំពីឈ្មោះដើមនៃប្រាសាទបុរាណខ្មែរយើងបើសិនជាបងប្អូនចង់ដឹងឈ្មោះដើមនៃប្រាសាទផ្សេងៗទៀតរបស់ខ្មែរយើងសូម comment ខាងក្រោមសូមអរគុណសម្រាប់ការតាមដានវីដេអូនេះជួយជាមួយខ្ញុំបាទនៅវីដេអូក្រោយ